ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាសួស្តីទៅកាន់អ្នកទស្សនាទាំងអស់គ្នាផងដែរថ្ងៃនេះវិលត្រឡប់មកកាន់ខ្ញុំសុកហួងហើយថ្ងៃនេះផងដែរគឺរៀងប្លែកបន្តិចណាអ្នកគ្នាដូចឃើញពីក្បាលវីដេអូអញ្ចឹងគឺខ្ញុំទៅដើរលេងតែអត់ប្រាប់ថាកន្លែងណាទេតោះទៅកាន់ទស្សនាវីដេអូពេញទាំងអស់គ្នានេះគឺជាសកម្មភាពខ្លះៗដែលពួកខ្ញុំនឹងបានចេញដំណើរទៅតាមផ្លូវអញ្ចឹងអ្នកនរគ្នាគឺដើរលេងនេះគឺអត់មានគម្រោងទេជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងគឺណាត់គ្នាពីល្ងាចមិញទេប៉ុន្តែដោយសារតែយើងរៀងត្រូវដៃត្រូវជើងគ្នាដែរដល់ពេលអញ្ចឹងទៅក៏បានធ្វើដំណើរត្មងទៅព្រឹកឡើងអញ្ចឹងណាប៉ុន្តែមានអារម្មណ៍ថា fresh ដែរប៉ុន្តែនៅមិនឆ្ងាយពីភ្នំពេញប្រហែលទេអ្នកនរគ្នាប៉ុន្តែមើលចុះទេសភាពទៅតាមដងផ្លូវពណ៌ខៀវស្ងាត់អញ្ចឹងណាពេលខ្លះទៅយើងធ្វើការ relax ខ្លះដែរនេះគឺជាថ្ងៃចុងសប្តាហ៍ហើយធ្វើជាថ្ងៃអាទិត្យអញ្ចឹងណានេះគឺជាមិត្តភ័ក្តិរបស់ខ្ញុំគាត់ជិះម៉ូតូពីមុខអញ្ចឹងណាហើយសូមអធិស្ឋានផងអ្នកនរគ្នាដោយសារតែអត់មានអ្នកថតឲ្យអញ្ចឹងណាដោយសារខ្ញុំកាន់ជិះម៉ូតូផងអីផងអញ្ចឹងទៅវីដេអូវារៀងរេចុះរេឡើងវាពិបាករៀងមើលតិចណាអ្នកនរគ្នាតែសូមអធិស្ឋានផងបើមានវីដេអូក្រោយព្យាយាមធ្វើល្អជាងនឹងទៅទៀតអញ្ចឹងណាហើយនេះយើងធ្វើដំណើរដូចជាមករៀងឆ្ងាយបានប្រហែលជា 6-7 គីឡូហើយយើងដល់កន្លែងហ្នឹងគឺគេមានលក់អីដែរអ្នកនរគ្នាតាមដងផ្លូវហ្នឹងមានលក់ខ្យងលក់អីនិយាយទៅរបស់ហូបអីគឺមានច្រើនតាមដងផ្លូវប៉ុន្តែដោយសារខ្ញុំអត់ដល់គោលដៅដែលខ្ញុំត្រូវឈប់ទេអញ្ចឹងគឺខ្ញុំធ្វើដំណើរតទៅមុខទៀតតែចិត្តដល់ហើយប៉ុន្តែគ្រាន់ថារៀងឯកាបន្តិចអញ្ចឹងណាអស់គ្នាគេមានគ្នាដប់អីចឹងទៅហើយខ្ញុំមកម្នាក់ឯងគឺ lonely តែម្ដងហើយនេះគឺខ្ញុំបានមកដល់ហើយអ្នកគ្នានេះគឺជាចំការធ្នង់ប៉ុន្តែគ្មានអ្នកណាធ្វើអីទេតែឥឡូវយើងបានចូលដល់នេះគឺច្រកចូលមុននឹងយើងចូលទៅហ្នឹងគឺយើងផ្សាម៉ូតូអ្នកនរគ្នាតែផ្សាម៉ូតូហ្នឹងគឺអស់ត្រឹមតែ 1000 រៀលអ្នកនរគ្នាយើងផ្សាម៉ូតូអញ្ចឹងណាហើយនេះកន្លែងដាក់ម៉ូតូវាមានសុវត្ថិភាពដែរអ្នកនរគ្នាអើយ fresh មែនតើវាម្ដងទេសភាពមែនតើគិតថាមកដល់វាអត់ fresh ដល់ថ្នាក់ហ្នឹងអញ្ចឹងតែម្ដងស្អាតមែនតើហ្មងហើយនេះមិត្តភ័ក្តិរបស់ខ្ញុំគេ happy អញ្ចឹងណាតែក្នុងចិត្តគឺមិនមែន happy ប្រហែលទេដោយសារតែកាលប្រយុទ្ធហ្នឹងគាត់អត់បានដេកដោយសារគាត់ធ្វើការអញ្ចឹងណាហើយខ្ញុំមិនចាំយូរទេមកដល់គឺទាញទូរស័ព្ទថតវីដេអូតែម្ដងដោយសារតែទេសភាពក៏ស្អាតហើយបែរណាមួយនេះអ្វីដែលពិសេសនេះគឺមានស្រីស្អាតច្រើននោះអ្នកនរគ្នាអើយស្អាតមែនដឹងមកពីណាពីណីទេអ្នកនរគ្នាអើយតែគេមិនចាប់អារម្មណ៍យើងទេមានតែយើងទេដែលចាប់អារម្មណ៍គេអញ្ចឹងណាអ្នកនរគ្នាហើយនេះគឺជាបឹងខាងក្រោយរបស់ខ្ញុំគឺធំមែនតើហើយខាងក្រោយទេសភាពរបស់ខ្ញុំហ្នឹងគឺជាចំការធ្នង់ណាអ្នកនរគ្នាឃើញអត់នេះទេសភាពស្អាតហ្មងមើលទៅគឺ fresh មែនតើហ្មងណាហើយអ្វីដែលចាប់អារម្មណ៍នេះគឺកន្លែងនេះគេដាក់ជាផ្សែងអញ្ចឹងណាខ្ញុំមើលទៅយ៉ា fresh ដែរហ្នឹងអើយតែអីទេដើរថតហើយមិនថតទេថតតែស្អីស្អាតហ្នឹងឃើញដូចឃើញវីដេអូអញ្ចឹងគឺស្អីស្អាត end on គេថតរូបថតអីអញ្ចឹងណាតែខ្ញុំមិនសូវហ៊ានថតទេអ្នកនាងអើយកាន់កាមេរ៉ាហ្នឹងគឺរេទៅរេមកដោយសារតែនេះភ័យផងអីផងដោយសារតែអត់ហ៊ានថតឲ្យយូរខ្លាចគេថាអញ្ចឹងណាមិនថាផងអីផងគឺខ្មាស់គេតែម្ដងអើយអ្នកនាងអើយពេលមកនេះគឺពិបាករកកញ្ចក់អង្គុយមែនតើដោយសារមិនកញ្ចក់គឺច្រើនហើយប៉ុន្តែគាត់ថាថ្ងៃចុងសប្តាហ៍គឺមនុស្សច្រើនសង្ឃថារកកន្លែងអង្គុយអត់បានហ្មងអ្នកនរគ្នាដូចឃើញអញ្ចឹងអ្នកស្អីស្អាតដើរមែនតើហើយកន្លែងនេះផងដែរគឺគេចិញ្ចឹមអត់ដឹងអាខាងម៉ូតូហ្នឹងអ្នកនរគ្នាគេដាក់ហ្នឹងហើយនេះគឺជាតោអាតងឈើហ្នឹងគេដាក់ជីយល់ខ្ញុំមកអង្គុយយល់ម្នាក់ឯងអត់មានអ្នកថតឲ្យហ្នឹងមិត្តភ័ក្តិគេថតឲ្យតែភរិយារបស់គេអញ្ចឹងណាហើយនេះគេធ្វើដូចជាទឹកធ្លាក់ទឹកអីអញ្ចឹងយើងមើលទៅតំណងដែរណាគ្នាស្អាតហើយធ្វើខែហ្នឹងគឺជាខែភ្លៀងទេអ្នកគ្នាមើលទៅទេសភាពគឺខៀវស្ងាត់ហ្មងទោះបីជាមិនបាននៅក្នុងព្រៃយើងមកហ្នឹងក៏ដូចនៅក្នុងព្រៃគ្នាទេសភាពអត់មានអីធ្វើនិយាយវាធ្វើឲ្យអារម្មណ៍យើងវា fresh ហើយចិត្តយើងវាត្រជាក់អញ្ចឹងណាពេលខ្លះយើងយកអារម្មណ៍ដែលសោកសៅហ្នឹងយកមកបោះចោលកន្លែងណា fresh អញ្ចឹងទៅយើងរំហាយខួរក្បាលខ្លះណាហើយនេះគឺយើងបានរកចុះអង្គុយបានហើយអញ្ចឹងណាហើយនេះគឺកំពុងតែកំងមកខ្ញុំកំពុងកំងគេណាគ្រាន់តែកំងមកហូបគេហ្នឹងឡើងចង់1ម៉ោងអ្នកលក់ដើរទៅដើរមកកម្លាំងធុញបន្តមកទៀតក៏សម្រេចចិត្តយកខ្យងមួយចានហើយនឹងត្រីមួយបាយអ្នកគ្នាជួបវីដេអូក្រោយ